តោះជំរាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំមកនាំអារម្មណ៍បងប្អូនមកមើលអំពីប្រភេទបាទ gimbal model Osmo Mobile 7បាទដែល model នេះគឺល្អប្រើបាទជាចំនួនចុងក្រោយមួយបាទរបស់ក្រុមហ៊ុន DJI បាទអញ្ចឹងចាំតិចសូមបើកម៉ៃបាទហើយវីដេអូនេះផ្ទាល់ខ្ញុំកំពុងតែថតផ្ទាល់ជាមួយនឹងកាមេរ៉ា DJI Osmo Action 6បាទដែលទើបតែចេញបាទសម្រាប់បងប្អូនដែលចង់បានកាមេរ៉ាប្រភេទនេះក៏យើងមានលក់ផងដែរបាទអញ្ចឹងឥឡូវនេះខ្ញុំដាក់វាឲ្យវាត្រូវចំណុចកណ្ដាលរបស់វាសិនដែលខ្ញុំភ្ជាប់ជាមួយនឹងទូរស័ព្ទបាទទូរស័ព្ទ S22 Ultra បាទអញ្ចឹងបាទដើម្បីឲ្យវាដំណើរការត្រូវទៅតាមគុណភាពស្តង់ដារចំណុចកណ្ដាលរបស់វាគឺយើងថ្លឹងវាសិនបាទអញ្ចឹងនេះបាទយើងផ្ដេកឬបញ្ឈរអីគឺបាទវាអាស្រ័យទៅលើតម្រូវការប្រើប្រាស់ជាក់ស្ដែងអញ្ចឹងបើយើងឃើញថាវារៀងស្ទើរយើងអាចសេរីវាថែមបន្តិចអញ្ចឹងសម្រាប់នៅលើមុខងាររបស់វាគឺយើងអាចចូលទៅក្នុង app របស់ DJI ផ្ទាល់ដើម្បីកំណត់បាទក៏ដូចជាភ្ជាប់ដើម្បីប្រើប្រាស់ជាមួយនឹងបាទយើងអាចប្រើប្រាស់ជាមួយនឹងវាបានអញ្ចឹងឥឡូវនេះគឺយើងភ្ជាប់ connect បាទយើង connect ទៅដងនេះតែម្ដងបាទអញ្ចឹងយើងអាចចូលថតបានដែរអញ្ចឹងឥឡូវនេះឃើញថាវាអាចថតបានហើយគឺបងប្អូនមើលជាក់ស្ដែងបាទអញ្ចឹងយើងអាចកំណត់ឲ្យវាងាកឡើងលើចុះក្រោមបាទឆ្វេងស្ដាំបាទប្រភេទនេះគឺវា smooth មែនតើបាទវា smooth ហើយវាអាចវិលបានរហូតដល់360 degree បាទអញ្ចឹងពាក់ព័ន្ធនឹងការថតគឺយើងមានជម្រើសច្រើននៅក្នុងការថតបាទអញ្ចឹងនេះខ្ញុំដាក់ឲ្យវាចាប់មុខរបស់ខ្ញុំបាទអញ្ចឹងជាក់ស្ដែងឃើញថាវាដំណើរការ tracking ទៅលើមុខខ្ញុំហើយខ្ញុំមើលទោះខ្ញុំអោនមិនក៏វាធ្វើការបានល្អបាទអញ្ចឹងគឺល្អមែនតើគឺការចាប់មុខរបស់វាគឺវា smooth មែនតើបាទអញ្ចឹងយើងចង់ឲ្យវានៅស្ងៀមក៏បានយើងឲ្យវារេតាមចាប់មុខរបស់យើងក៏បានមានជម្រើសច្រើននៅក្នុងការប្រើប្រាស់ជាក់ស្ដែងបាទអញ្ចឹងសម្រាប់បងប្អូនដែលចង់បានគឺអាចតាក់ទងមកផ្ទាល់បានម្ដងនេះគឺមកទឹកស្អាត 99% បាទហើយបើបងប្អូនចង់បានថ្មីក៏យើងមានដូចគ្នាគឺនៅខាងក្រោយនេះបាទអញ្ចឹងឥឡូវនេះបងប្អូនអាចមើលបានសម្រាប់ការ tracking មកលើមុខរបស់ខ្ញុំនេះគឺវាធ្វើការបានល្អបាទសូម្បីខ្ញុំខិតកៅអីឆ្ងាយបែបនេះក៏វានៅតែចាប់បានល្អផងដែរអញ្ចឹងគឺវា smooth បាទការ tracking របស់វាមិនថាយើងងើបមិនថាយើងអង្គុយបាទគឺល្អមែនតើអញ្ចឹងនៅពេលដែលយើងងើបដើរឆ្វេងស្ដាំអង្គុយចុះអីគឺវាអត់ចាញ់នឹង 7P ទេគ្រាន់តែថា 7P គឺវា add បន្ថែមនៅខួរក្បាលមួយបន្ថែមទៀតពាក់ព័ន្ធទៅនឹងដុំ AI របស់វាតែម្ដងប៉ុន្តែសម្រាប់7នេះគឺវាធ្វើការនៅលើ tracking ផ្ទាល់នៅលើ app ផ្ទាល់តែម្ដងអញ្ចឹងណាអញ្ចឹងនៅក្នុងហ្នឹងក៏វាមាន function ច្រើនទៀតដូចជាមុខងារថត slow motion បាទដូចជា dynamic zoom បាទដូច time lapse hyper lapse បាទគឺមានទាំងអស់គឺនៅក្នុង function របស់វាគឺវាតាមចំណូលចិត្តរបស់យើងហើយនៅពេលដែលយើងថតហើយយើងក៏អាចចូលមកកែសម្រួលរបស់រូបភាពឬក៏វីដេអូរបស់យើងនៅក្នុង app របស់ DJI ផ្ទាល់តែម្ដងអញ្ចឹងឧទាហរណ៍ថាយើងថតវីដេអូមួយនេះបាទយើងចុចថតវាបាទយើងចុចថតវាទៅអញ្ចឹងវាធ្វើការថតហើយបាទនៅពេលដែលយើងទទួលបានវីដេអូនេះហើយគឺយើងអាចកែសម្រួលរបស់វានៅក្នុងអញ្ចឹងវាមានដូចជា filter បាទសម្រាប់ filter គឺច្រើនមែនតើនៅក្នុង app របស់ DJI ផ្ទាល់តែម្ដងហើយសុទ្ធតែ filter ស្អាតអញ្ចឹងយើងក៏អាច add បន្ថែម LUT អីនៅក្នុងហ្នឹងទៀតផងដែរសម្រាប់អ្នកដែលចូលចិត្តថតយកទៅកែចាក់ទឹកពណ៌បន្ថែមអីគឺយើងអាចបន្ថែម LUT កែនៅក្នុងហ្នឹងតែម្ដងអញ្ចឹងគឺលយមែនតើហើយអានេះគឺយើងអាចប្រើមុខងារ beauty បើករណីថាយើងថតមុខយើងហើយយើងមានស្នាមមានអីយើងអាចចូលមកកែមុខងារ beauty smooth brightness slim បាទគឺល្អមែនតើគឺហើយកម្មវិធីនេះគឺ free តែម្ដងសម្រាប់ការប្រើប្រាស់របស់វាបាទយើងអាចបន្ថែមជា volume aspect ratio យើងអាចកំណត់យកប្រើសម្រាប់ TikTok ឬក៏ YouTube Short អីយើងអាចប្រើវាបានហើយនេះ16:9នេះគឺមុខងារលើ YouTube video long បាទ Facebook អីហ្នឹងគឺត្រូវបាទ43នេះក៏ដូចគ្នាបាទអញ្ចឹងវាងាយសម្រាប់ការប្រើប្រាស់គឺមាននៅក្នុងហ្នឹងហើយយើងក៏អាច mirror screen បញ្ជាត្រឡប់វាតាមចំណូលចិត្តរបស់យើងបាទយើងអាច rotate យើងអាច stabilize នេះប្រហែលជាមុខងារទុកលំនឹងកុំឲ្យយើងគឺអញ្ចឹងគឺយើងអាចកែពណ៌បន្ថែមតម្លាក់ពន្លឺ contrast
highlight shadow អីគឺមាននៅក្នុងនឹងទាំងអស់ saturation បាទ vibrant អីគឺមាននៅក្នុងនឹងទាំងអស់អញ្ចឹងសម្រាប់យើងមានតែដងថតនេះមួយគឺមានគ្រប់យ៉ាងតែម្ដងហើយនៅក្នុងហ្នឹងក៏វាមាន mode ច្រើនផងដែរយើងអាចកំណត់ mode ផ្សេងៗទៅតាមការប្រើប្រាស់របស់យើងឲ្យវា follow តាមដៃឲ្យវាបាទគឺវាមាន4 mode នៅក្នុងហ្នឹងអញ្ចឹងសម្រាប់បងប្អូនដែលចង់បានបាទដងថតទុកលំនឹងដែលមានគុណភាពខ្ពស់គឺបងប្អូនអាចមើល model មួយនេះបានបាទគឺយកទៅដឹងតែមិនខកចិត្តទេបាទសម្រាប់ការប្រើប្រាស់របស់វាគឺពិសេសតែម្ដងហើយនៅក្នុងហ្នឹងវាក៏មាន function ផ្សេងៗទៀតច្រើនបាទយើងក៏អាចថតបែប style ប្លែកៗនៅក្នុងហ្នឹងបានផងដែរអានេះលក្ខណៈ style modern city បាទអញ្ចឹងគឺវាជួយធ្វើឲ្យការថតរបស់យើងជាមួយនឹងវីដេអូរបស់យើងកាន់តែមានភាពតាក់ទាញទៅតាម mode នីមួយៗ style នីមួយៗដែលយើងចូលចិត្តអញ្ចឹងយើងអាចរើសយក style ណាមួយដែលយើងគិតថាស្អាតលយយើងស្រឡាញ់យើងជ្រើសរើសយកវាទៅហើយយើងថតទៅតាមអ្វីដែលវាណែនាំហ្នឹងទៅគឺបាទស្រស់ស្អាតបាទទទួលបាននូវគុណភាពវីដេអូកាន់តែតាក់ទាញអញ្ចឹងអានេះដូចជាការបង្រៀនថតឲ្យរួមបញ្ចូលជាមួយនឹង style ប្លែកៗមាន fashion មានបាទវាធ្វើឲ្យវីដេអូយើងមានរសជាតិកាន់តែល្អជាងមុនអញ្ចឹងឧទាហរណ៍ថាវីដេអូនេះមួយបាទនៅពេលដែលយើងថតទៅគឺវាអូតូម៉ាទិកឲ្យយើងបាទអញ្ចឹងដល់វីដេអូទី2យើងចុចថតទៀតទៅហ្នឹងគឺវាធ្វើ style ឲ្យយើងខ្លួនឯងនៅពេលដែលយើងថតបញ្ចប់របស់វាហើយគឺយើងទទួលបាននូវវីដេអូមួយបាទដែលយើងចង់បានដូចទៅអ្វីដែល mode ដែលវាបង្ហាញយើងអញ្ចឹងបាទអញ្ចឹងឥឡូវយើងទៅមើលវីដេអូដែលយើងទទួលបានបាទអញ្ចឹងនេះជាវីដេអូដែលយើងទទួលបានអញ្ចឹងគឺលយមែនតើបាទហើយយើងក៏អាចត្រឡប់កាមេរ៉ាឲ្យវាថតមកយើងវិញមកបានផងដែរបាទនេះគឺយើងចុច double click 3 ដងផ្នែកខាងក្រោយនេះគឺវាត្រឡប់កាមេរ៉ាមករកយើងតែម្ដងដើម្បីឲ្យវាត្រឡប់ទៅមុខវិញគឺយើង click 3 ដងដូចគ្នាបាទអញ្ចឹងបើយើង click ម្ដងគឺវា tracking វា face tracking បាទអញ្ចឹងយើង click ម្ដងគឺវា face tracking យើង click ម្ដងទៀតគឺវាបិទហើយបើយើង double click គឺវាសេរីឲ្យត្រង់ចំគោលដៅមានន័យថាចូលគោលដៅដើមរបស់វាត្រង់តែម្ដងអញ្ចឹងបើយើង click មួយវាចាប់ scan មុខយើងរេតាមយើង click មួយទៀតបិទវិញ click 3 ដងបាទត្រឡប់កាមេរ៉ា click 3 ដងទៀតត្រឡប់ទៅវិញបាទហើយប្រភេទនេះគឺទុកលំនឹងបានល្អខ្លាំងហើយកាមេរ៉ាវាគឺដែលវាថតចេញមកពី app កាមេរ៉ា DJI នេះគឺច្បាស់ល្អស្អាត 4K កម្រិត 4K កម្រិត 1080 ហ្នឹងគឺច្បាស់ខុសពីប្រភេទដងទុកលំនឹងផ្សេងៗមាន app ដូចគ្នាប៉ុន្តែ app វាធ្វើការអត់បានល្អទេវារៀងសប្លែតដូចជា model មួយចំនួនខ្ញុំអត់ចង់និយាយ model មួយណាទេប៉ុន្តែគ្រាន់តែចង់និយាយថា DJI គឺគុណភាពវាគឺបែបនេះគឺចេញមកគឺបែបច្បាស់ល្អដូចយើងថតកាមេរ៉ាដើមមកទូរស័ព្ទចឹងវាសឹងតែល្អជាងផងហើយវាក៏មាន filter អីផ្សេងៗជួយជំនួយឲ្យយើងថតកាន់តែល្អកាន់តែស្អាតចឹងណាបាទអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេបាទសម្រាប់បងប្អូនដែលចង់បានមិនថាដងថតនេះមិនថាកាមេរ៉ាដែលខ្ញុំកំពុងថតនេះគឺមានទាំងអស់បាទកាមេរ៉ាដែលខ្ញុំកំពុងថតនេះគឺខ្ញុំថតចេញពី DJI Osmo Action 6បាទដែលជាចំនួនចុងក្រោយរបស់ DJI ប្រភេទ Gold Action បាទគឺឥឡូវមាន stock ហើយបងប្អូនចង់បានគឺអាចទំនាក់ទំនងមកបានបាទអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណជំរាបលាបាទ